ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំដើរហាត់ប្រាណតាំងព្រលឹមហ្មងដើរហាត់ប្រាណដើម្បីយកសុខភាពល្អគ្មានអីទេមានតែប៉ុណ្្នឹងដើររៀងរាល់ថ្ងៃដើរដើម្បីសុខភាពខ្លួនឯងមកសុខភាពខ្លួនឯងសពថ្ងៃវាទន់ជ្រាយខ្លាំងណាស់សុខភាពក៏វាមិនបានស្រួលបួលជីវិតក៏វាសោកស្ដាយជីវិតអត់មានថ្លៃថ្លាគេនិយាយមួយពុកម៉ែបងប្អូនលេងទេជីវិតវាមិនអាចស្រស់ថ្លាគ្រប់ពេលវេលាទេតែសប្បាយចិត្តជាងមុននឹងរីករាយនៃជីវិតខ្លួនឯងសប្តាហ៍ថ្ងៃនេះស្រឡាញ់ខ្លួនឯងដើម្បីជីវិតខ្លួនឯងដើម្បីអនាគតខ្លួនឯងគ្រាន់ថាដើរហាត់ប្រាណរៀងរាល់ថ្ងៃហ្នឹងមកពីខ្ញុំសុខភាពវាក៏មិនល្អស្រស់ថ្លាដូចពីមុនដែរចា